នេះគឺជា10ចំណុចលំអិតអំពីទស្សនវិជ្ជាសង្គមវៀតណាម 1. ការរដ្ឋបတ်សេរីភាពបញ្ចេញមតិនិងនយោបាយវៀតណាមជារដ្ឋឯកបកកុម្មុយនីសវៀតណាមដែលគ្រប់គ្រងអំណាចផ្ដាច់មុខការរិះគន់រដ្ឋាភិបាលតាមបណ្ដាញសង្គមឬការបង្កើតបកប្រឆាំងគឺជាទង្វើខុសច្បាប់សកម្មជនសិទ្ធិមនុស្សនិងអ្នកកាសែតឯករាជ្យជាច្រើនតែងតែត្រូវបានចាប់ខ្លួននិងកាត់ទោសឲ្យជាប់ពន្ធនាគាររយៈពេលវែងក្រោមបទចោទឃោសនាប្រឆាំងរដ្ឋ 2. យុទ្ធនាការឡដុតបោះសម្អាតអំពើពុករលួយទោះបីជាមានការអភិវឌ្ឍខ្លាំងប៉ុន្តែអំពើពុករលួយក្នុងជួរមន្ត្រីជាន់ខ្ពស់មានសភាពធ្ងន់ធ្ងរថ្មីនេះវៀតណាមបានធ្វើការបោសសម្អាតទ្រង់ទ្រាយធំដែលឈានដល់ការចាប់ខ្លួនមន្ត្រីកម្រិតរដ្ឋមន្ត្រីនិងសូម្បីតែការបង្ខំឲ្យប្រធានាធិបតីចុះចេញពីតំណែងដោយសារការកឹបកេងថវិការដ្ឋក្នុងសម័យ COVID-19 និងគម្រោងវិនិយោគផ្សេងៗ 3. ការគ្រប់គ្រងអ៊ីនធឺណិតនិងសន្តិសុខ Cyber រដ្ឋាភិបាលវៀតណាមមានច្បាប់សន្តិសុខ Cyber ដ៏តឹងរ៉ឹងនិងមានកងកម្លាំងពិសេស Force 47 ដែលមានភារកិច្ចតាមដាននិងវាយបកទៅលើមតិរិះគន់តាមអនឡាញក្រុមហ៊ុនបច្ចេកវិទ្យាធំៗដូចជា Facebook និង Google ត្រូវបានបង្ខំឲ្យសហការជាមួយរដ្ឋាភិបាលក្នុងការលុបព័ត៌មានដែលគេចាត់ទុកថាមិនល្អ 4. បញ្ហាវិវាទដីធ្លីនិងការរំលោភបំពានស្រដៀងនឹងកម្ពុជាដែលប្រទេសវៀតណាមមានទំនាស់ដីធ្លីរវាងរដ្ឋនិងប្រជាជនយ៉ាងខ្លាំងជាពិសេសនៅពេលរដ្ឋយកដីកសិកម្មទៅធ្វើជាតំបន់ឧស្សាហកម្មឬគម្រោងទីក្រុងថ្មីករណីល្បីបំផុតគឺព្រឹត្តិការណ៍ភូមិដងតាមដែលបង្កឲ្យមានការប៉ះទង្គិចគ្នាដោយអាវុធរវាងប៉ូលីសនិងអ្នកភូមិរហូតមានមនុស្សស្លាប់ 5. ការរើសអើងសាសនានិងជនជាតិភាគតិចក្រុមជនជាតិភាគតិចដូចជាជនជាតិម៉ុងឬជនជាតិនៅតំបន់ខ្ពង់រាបកណ្ដាលដែលកាន់សាសនាគ្រីស្ទឬសាសនាផ្សេងពីការគ្រប់គ្រងរបស់រដ្ឋតែងតែរងការតាមដាននិងរដ្ឋបတ်សេរីភាពរដ្ឋាភិបាលវៀតណាមគ្រប់គ្រងយ៉ាងតឹងរ៉ឹងលើសកម្មភាពសាសនាដើម្បីការពារកុំឲ្យមានការងើបឡើងប្រឆាំង 6. បញ្ហាបរិស្ថាននិងការបំពុលពីឧស្សាហកម្មការរីកចម្រើនឧស្សាហកម្មលឿនពេកបានធ្វើឲ្យប៉ះពាល់ដល់បរិស្ថានធ្ងន់ធ្ងរករណីក្រុមហ៊ុនដែកថែប Formosa បង្ហូរទឹកកខ្វក់ចូលសមុទ្រក្នុងឆ្នាំ2016បានធ្វើឲ្យត្រីងាប់រាប់តោននិងបំផ្លាញជីវភាពអ្នកនេសាទរាប់ម៉ឺននាក់ដែលវាជាមហន្តរាយបរិស្ថានធំបំផុតក្នុងប្រវត្តិសាស្ត្រវៀតណាម 7. បញ្ហាអប់រំនិងសម្ពាធសង្គមលើសិស្សានុសិស្សប្រព័ន្ធអប់រំវៀតណាមមានការប្រកួតប្រជែងខ្ពស់បំផុតដែលបង្ខំឲ្យក្មេងៗរៀនសូត្រហួសកម្លាំងនេះបង្កឲ្យមានបញ្ហាសុខភាពផ្លូវចិត្តនិងអត្រាធ្វើអត្តឃាតក្នុងចំណោមយុវជនមានការកើនឡើងដោយសារសម្ពាធពីគ្រួសារនិងសង្គមដែលចង់ឲ្យពួកគេទទួលបានជោគជ័យ 8. ការលួចចម្លងកម្មសិទ្ធិបញ្ញានិងទំនិញក្លែងក្លាយវៀតណាមជាប្រភពផលិតទំនិញក្លែងក្លាយដ៏ធំមួយចាប់ពីសម្លៀកបំពាក់គ្រឿងអេឡិចត្រូនិករហូតដល់ឱសថការលួចចម្លងបច្ចេកវិទ្យានិងកម្មសិទ្ធិបញ្ញាគឺជាបញ្ហាប្រឈមសម្រាប់អ្នកវិនិយោគបរទេសដែលចង់ទៅរកស៊ីនៅទីនោះ 9. គម្លាតសង្គមនិងការកេងប្រវ័ញ្ចកម្លាំងពលកម្មទោះបីជាវៀតណាមជាប្រទេសកុម្មុយនីសដែលលើកតម្កើងវណ្ណៈកម្មករប៉ុន្តែក្នុងភាពជាក់ស្ដែងកម្មករក្នុងរោងចក្រជាច្រើនត្រូវធ្វើការថែមម៉ោងច្រើនហួសកម្លាំងក្នុងលក្ខខណ្ឌការងារមិនល្អនិងប្រាក់ខែទាបខណៈដែលថ្នាក់ដឹកនាំអាជីវកម្មនិងមន្ត្រីមានជីវភាពខ្ពង់ខ្ពស់ 10. ចំនួនសមុទ្រចិនខាងត្បូងនេះជាបញ្ហាសន្តិសុខជាតិដ៏ងងឹតងងល់មួយដែលធ្វើឲ្យវៀតណាមត្រូវចំណាយថវិកាយ៉ាងច្រើនលើសភាវុធនិងប្រឈមមុខឥទ្ធិពលចិនជានិច្ចការប៉ះទង្គិចគ្នារវាងអ្នកនេសាទវៀតណាមនិងនាវាចិនតែងតែកើតមានឡើងដែលបង្កឲ្យមានភាពតានតឹងឥតឈប់ឈរ